មនុស្សមួយចំនួនគិតថាគ្រោះមហន្តរាយដែលអាចបោះសម្អាតមនុស្សជាតិរបស់យើងឲ្យផុតពូជពីផែនដីនោះប្រហែលជារ៉ុកែតនុយក្លេអ៊ែរឬក៏អាចផ្កាយដែលធ្លាក់មកលើផែនដីក៏ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺអ្វីមួយដែលបានបង្កើតឡើងយ៉ាងស្ងៀមស្ងាត់អាចថានៅក្នុងបន្ទប់ពិសោធន៍ដ៏តូចមួយនៅក្បែរផ្ទះរបស់អ្នកក៏ថាបានដែរតែបើអ្នកទាំងអស់គ្នាចង់ដឹងរឿងនេះកុំភ្លេចមើលវីដេអូនេះដល់ចប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនឹងទាំងអស់គ្នាMelis Aurora គឺជាប្រេនទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook Page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង Page និង Telegram Melis Auroraតើអ្នកទាំងអស់គ្នាធ្លាប់គិតទេថានៅថ្ងៃណាមួយមនុស្សយើងអាចគ្រប់គ្រងរាល់ជីវិតដែលរស់រានមានជីវិតទាំងអស់នៅលើភពផែនដីបានវាមិនមែនជារឿងប្រឌិតនៅក្នុងភាពយន្ត Hollywood ទេក៏ប៉ុន្តែនៅពេលនេះវាត្រូវបានគេហៅថាវិទ្យាសាស្ត្រជីវបច្ចេកវិទ្យាឬក៏ Biotechnology ដែលកំពុងតែរីកចម្រើនដូចព្យុះសង្ឃរាអញ្ចឹងនៅម្ខាងវាជួយព្យាបាលជំងឺរ៉ាំរ៉ៃដែលគ្មានថ្នាំព្យាបាលនិងបង្កើតដំណាំដ៏អស្ចារ្យដែលជួយសង្គ្រោះពិភពលោកពីការអត់ឃ្លានក៏ប៉ុន្តែនៅម្ខាងទៀតវាคล้ายទៅជាគ្រាប់បែកជីវសាស្ត្រដែលគ្រោះថ្នាក់បំផុតខ្លាំងជាងនុយក្លេអ៊ែរទៅទៀតដូច្នេះហើយតើពិភពលោកយើងនេះកំពុងតែប្រឈមជាមួយនឹងអ្វីឲ្យពិតប្រាកដហើយអ្វីបានជាអ្នកជំនាញផ្នែកសុវត្ថិភាពពិភពលោកបានប្រមានថាការពិសោធន៍តូចៗនៅក្នុងមន្ទីរពិសោធន៍អាចคล้ายទៅជាកលយុគដ៏ខ្មាំងងងឹតបំផុតរបស់មនុស្សជាតិការរីកចម្រើនដ៏លឿននិងការ democratization នៃ DNA ដើម្បីដឹងពីបញ្ហាបានយើងត្រូវដឹងពីប្រភពដើមសិនហើយអ្វីបានជាជីវបច្ចេកវិទ្យាមានការរីកចម្រើនលឿនដែលគួរឲ្យភ្ញាក់ផ្អើលបែបនេះក្នុងប្រហែលជាប្រមាណឆ្នាំនេះចម្លើយដ៏ខ្លីនោះគឺរបស់ដែលធ្លាប់តែថ្លៃក៏ពពកឥឡូវនេះមកខ្លាយទៅជារបស់ថោកហើយថែមតែចំណេះដឹងនេះត្រូវបានចែករំលែកដោយសេរីទូទាំងពិភពលោកបើយើងកលេចមើលទៅឆ្នាំ1990វិញនៅពេលដែលមនុស្សយើងចាប់ផ្ដើមគម្រោងមួយដែលមានឈ្មោះថា The Human Genome Project ដើម្បីអាន DNA របស់មនុស្សម្នាក់បានឲ្យអស់ពីក្រុមកោសិកាយើងត្រូវចំណាយពេលរហូតដល់13ឆ្នាំនិងចំណាយលុយរហូតដល់$3,000 លាននោះប៉ុន្តែចុះសប្តាហ៍ថ្ងៃវិញការ decode cell មនុស្សម្នាក់គឺថោកជាងមុនរហូតដល់$1 លានឯណោះពលគឺចំណាយត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះហើយអស់លុយត្រឹមតែ$1,000តែប៉ុណ្ណោះដំណើរការពីមុនត្រូវពឹងផ្អែកទៅលើអ្នកជំនាញនិងចំណាយពេលធ្វើការដោយដៃរយៈពេលរាប់ឆ្នាំឯណោះក៏ប៉ុន្តែពេលឥឡូវនេះត្រូវបានស្វ័យប្រវត្តិកម្មទាំងស្រុងវាមិនមែនជាបច្ចេកវិទ្យាដែលស្ថិតក្នុងមន្ទីរពិសោធន៍សម្ងាត់ដែលមានមូលនិធិរាប់ពាន់លានដុល្លារទៀតទេក៏ប៉ុន្តែវាคล้ายទៅជាអ្វីមួយដែលមានមនុស្សរាប់រយពាន់នាក់អាចចូលរួមពិសោធន៍បានយ៉ាងងាយសូម្បីតែក្មេងជំនាន់ក្រោយឬក៏សិស្សសាលាក៏អាចសិក្សាពីវាបានដែរហើយជាលទ្ធផលយើងទទួលបានវ៉ាក់សាំងការពារជំងឺ COVID-19 យ៉ាងលឿនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក៏ប៉ុន្តែភាពងាយស្រួលនេះនឹងក្លាយទៅជាចំណុចចាប់ផ្ដើមនៃគ្រោះមហន្តរាយដែលគួរឲ្យខ្លាចផងដែរភាពខ្មាំងងងឹតនៃមេរោគសិប្បនិម្មិតគួរឲ្យស្ដាយការរីកចម្រើននៃបច្ចេកវិទ្យាតែងតែផ្ដល់ផលសងខាងអ្វីដែលត្រូវបានប្រើប្រាស់សម្រាប់សង្គ្រោះជីវិតក៏ត្រូវបានបំពាក់បំពន់ដើម្បីបំផ្លាញជីវិតបានយ៉ាងងាយស្រួលផងដែរមិនថាតាមរយៈចេតនាអាក្រក់ឬក៏ការធ្វើប្រហែសនោះឡើយពិភពលោករបស់យើងទើបតែបានឆ្លងកាត់ជំងឺរាតត្បាតនៃ COVID-19 ដែលបានឆក់យកជីវិតយ៉ាងហោចណាស់7 លាននាក់ប៉ុន្តែសូមចាំថានេះគ្រាន់តែជាមេរោគកម្រិតស្រាលប៉ុណ្ណោះដែលភាគច្រើននៃអ្នកឆ្លងមិនមានសភាពធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់នោះឡើយតើនៅមានអ្វីកើតឡើងទៅប្រសិនបើថ្ងៃណាមួយមេរោគកម្រិតសាហាវខ្លាំងត្រូវបានបង្កើតឡើងនិងលេចធ្លាយពីមន្ទីរពិសោធន៍នាពេលបច្ចុប្បន្ននេះនៅក្នុងសង្គមពិភពលោកអ្នកវិទ្យាសាស្ត្រឬក៏នរណាក៏ដោយអាចបញ្ជាទិញលំដាប់សែនមេរោគឆ្លងតាមអនឡាញបានយ៉ាងងាយស្រួលដោយគ្មានការត្រួតពិនិត្យដិតដល់មានមន្ទីរពិសោធន៍ខ្លះព្យាយាមស្រាវជ្រាវបែប gain of function ឬក៏ការកែច្នៃឬក៏បំផ្លាញមេរោគធម្មជាតិឲ្យคล้ายទៅជាមេរោគដែលឆ្លងលឿនជាងមុននិងសាហាវជាងមុនវាដូចជាក្របបែកកំណត់នីតិអញ្ចឹងមុនពេលដែលនរណាម្នាក់ទម្លាក់ប្លង់នៃមេរោគបំផ្លាញលោកឬក៏ superbug ដែលអាចសម្លាប់មនុស្សជាតិរាប់លាននាក់និងអាចបំផ្លាញអរិយធម៌មនុស្សទាំងមូលតែម្ដងក្នុងពេលតែមួយហើយអ្វីយើងត្រូវភ័យខ្លាចប្រហែលជាមានអ្នកខ្លះដែលកំពុងស្ដាប់វីដេអូនេះគិតថាវាគ្រាន់តែជារឿងប្រឌិតទេដឹងក៏ប៉ុន្តែជាការពិតទៅធម្មជាតិខ្លួនឯងនេះបានលាក់ទុកនៅមេរោគដ៏សាហាវរាប់មិនអស់រួចទៅហើយមាននៅក្នុងខ្លួនសត្វបជាវស្វាឬក៏សត្វព្រៃផ្សេងៗអ្នកជំនាញខាងមេរោគឬក៏ virus hunter តែងតែដើរប្រមូលសំណាក់មេរោគទាំងនោះយកមកសិក្សានៅក្នុងមន្ទីរពិសោធន៍ប
បញ្ហាដែលប្រឈមនោះគឺថានៅពេលដែលពួកគេរកឃើញមេរោគថ្មីពួកគេតែងតែបោះពុម្ពផ្សាយទិន្នន័យសែនទាំងនេះជាសាធារណៈដើម្បីផ្លាស់ប្ដូរចំណេះដឹងគ្នាជាមួយនឹងអ្នកវិទ្យាសាស្ត្រវាមើលទៅហាក់ដូចជាល្អនៅក្នុងន័យសិក្សាក៏ប៉ុន្តែវាផ្ដល់នូវរូបមន្តធ្វើគ្រាប់បែកដ៏គ្រោះថ្នាក់បំផុតដល់ដៃជនខលខូចពិភពលោករបស់យើងនឹងត្រូវប្រឈមមុខនឹងវិបត្តិគ្មានទីបញ្ចប់ដែលជំងឺរាតត្បាតនឹងផ្ទុះឡើងជាបន្តបន្ទាប់មិនឈប់ឈរហើយជាដំណោះស្រាយតើពិភពលោករបស់យើងនេះត្រូវការពារខ្លួនយ៉ាងដូចម្តេចទៅតើយើងទាំងអស់គ្នាលែងមានផ្លូវដើរហើយមែនទេជាការពិតទៅយើងនឹងធ្លាប់ប្រឈមមុខនឹងគ្រោះមហន្តរាយស្រដៀងគ្នានេះរួចម្ដងរួចទៅហើយគឺការពេលដែលយើងរកឃើញថាមពលនុយក្លេអ៊ែរដោយសារតែថាមពលនុយក្លេអ៊ែរនេះមានអានុភាពខ្លាំងក្លាទាំងផ្នែកវិជ្ជមាននិងអវិជ្ជមានមនុស្សយើងបានបង្កើតច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតតាំងពីថ្ងៃដំបូងមកម្ល៉េះគ្មាននរណាម្នាក់ហ៊ានចែកចាយប្លង់ឬវិធីធ្វើគ្រាប់បែកបរិមាណណូនៅលើអ៊ីនធឺណិតនោះទេហើយរាល់សារធាតុវិទ្យាសកម្មទាំងអស់ត្រូវបានតាមដានយ៉ាងជិតដិតហើយគ្មានហេតុផលអ្វីដែលយើងមិនអាចអនុវត្តវិធីសាស្ត្របែបនេះចំពោះជីវវិទ្យានោះទេហើយអ្នកជំនាញបានស្នើសុំនៅ3ចំណុចសំខាន់នោះគឺ delay ការពន្យាពេលនិងគ្រប់គ្រងព័ត៌មានដ៏គ្រោះថ្នាក់ព័ត៌មាន Zen របស់មេរោគសាហាវត្រូវបានគេចាត់ទុកជាព័ត៌មានគ្រោះថ្នាក់ឬក៏ info hazard មិនមែននរណាម្នាក់អាចបញ្ជាទិញ DNA គ្រោះថ្នាក់តាមអនឡាញដែលគ្មានការត្រួតពិនិត្យនោះទេក៏ប៉ុន្តែអ្នកទិញនោះត្រូវតែមានការតាមដានយ៉ាងច្បាស់លាស់ detect ប្រព័ន្ធស្វែងរកឲ្យទាន់ពេលវេលាយើងត្រូវបង្កើតប្រព័ន្ធត្រួតពិនិត្យអតិសកម្មប្រាណនិងម៉ាស៊ីនរក្សាសំណាក់ខ្យល់នៅក្នុងទីក្រុងធំៗដើម្បីឲ្យដឹងមុននៃមេរោគណាចាប់ផ្ដើមផ្ទុះឡើងយ៉ាងកម្រិតកំហែង destroy ប្រព័ន្ធកម្ចាត់ចោលភ្លាមរៀបចំកម្លាំងផ្ទុកផ្ទល់និងបច្ចេកវិទ្យាការពារដូចជាកាំរស្មី UV សម្រាប់មេរោគនៅក្នុងខ្យល់ព្រមទាំងពន្លឿនខ្សែសង្វាក់ផលិតវ៉ាក់សាំងឲ្យបានលឿនបំផុតដើម្បីកម្ចាត់រាល់ការគំរាមកំហែងមុនពេលដែលវាវាយលុកទូទាំងពិភពលោកសរុបមកវិញជីវវិទ្យាមិនមែនជាអំពើអាក្រក់ឬក៏ល្អដោយខ្លួនឯងនោះទេប៉ុន្តែវាជាកំបិតមុខពីរដ៏មានអានុភាពប្រសិនបើយើងចេះគ្រប់គ្រងវានិងប្រើប្រាស់វាឲ្យបានត្រឹមត្រូវវានឹងក្លាយទៅជាអនាគតដ៏អស្ចារ្យនិងអាចទប់ទល់និងកម្ចាត់ជំងឺសាហាវបំផុតសម្រាប់មនុស្សជាតិរបស់យើងក៏ប៉ុន្តែសូមប្រុងប្រយ័ត្នផងដែរវាអាចនឹងក្លាយទៅជាចំណុចបញ្ចប់នៃពិភពលោករបស់យើងទៅវិញតើអ្នកយល់យ៉ាងណាដែរចំពោះអាវុធជាភាសាទាំងនេះកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ